ព័ត៌មានពិស្ដារទី1នេះគឺតាក់ទងជាមួយនឹងការដែលអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហមូសទាំងស្រុងតែម្ដងដោយសារតែការបិទផ្លូវរបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើកប៉ាល់បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានឲ្យដឹងថាការប្រជុំមុខដាក់គ្នាលើច្រកសមុទ្រហមូសបានកើនឡើងម្ដងទៀតហើយនៅថ្ងៃសៅរ៍ទី18ខែមេសានេះខណៈដែលអ៊ីរ៉ង់បានបដូរចិត្តហើយបិទផ្លូវទឹកដ៏សំខាន់ឡើងវិញនិងបានបាញ់ប្រហារលើកប៉ាល់ដែលព្យាយាមឆ្លងកាត់ដើម្បីសងសឹកបន្ទាប់ពីសហរដ្ឋអាមេរិកនៅតែបន្តបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថាច្រកសមុទ្រនេះត្រូវបានបិទរហូតដល់សហរដ្ឋអាមេរិកបើកវិញដែរដោយព្រមានថាគ្មាននាវាណាមួយគួរបើកចេញពីចំណុចចតរបស់ខ្លួននៅក្នុងឈូងសមុទ្រពេកសនិងសមុទ្រអូម៉ង់នោះឡើយហើយការចូលទៅជិតច្រកសមុទ្រហមូសនឹងត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការជាមួយសត្រូវនឹងត្រូវបានកំណត់គោលដៅវាយប្រហារការវាយប្រហារថ្មីលើច្រកសមុទ្រដែលប្រេងប្រហែល1/5របស់ពិភពលោកជាធម្មតាបានឆ្លងកាត់នោះបានគម្រាមកំហែងធ្វើឲ្យវិបត្តិធម្មពលពិភពលោកកាន់តែធ្ងន់ធ្ងរនិងបានរុញច្រានប្រទេសនានាឲ្យធ្លាក់ចូលទៅក្នុងចំនួនឡើងវិញខណៈដែលសង្គ្រាមបានចូលដល់សប្តាហ៍ទី8ហើយបទឈប់បាញ់ដ៏ផុយស្រួយដែលកំពុងមាននាពេលបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅថ្ងៃពុធសប្តាហ៍ក្រោយអ៊ីរ៉ង់បាននិយាយថាខ្លួនបានទទួលសំណើថ្មីពីសហរដ្ឋអាមេរិកហើយអ្នកសម្របសម្រួលប៉ាគីស្ថានកំពុងធ្វើការដើម្បីរៀបចំការចរចាដោយផ្ទាល់មួយជុំទៀតទូកបំពាក់កំភ្លើងរបស់កងឆ្មាំបដិវត្តបានបើកការបាញ់ប្រហារលើនាវាដឹកប្រេងមួយគ្រឿងហើយគ្រាប់ផ្លោងមិនដឹងទិសមួយគ្រាប់បានវាយប្រហារនាវាកុងតឺន័រមួយគ្រឿងដែលធ្វើឲ្យខូចខាតដល់កុងតឺន័រមួយចំនួននេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេសរបស់យោធាអង់គ្លេសក្រសួងការបរទេសឥណ្ឌាបាននិយាយថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ជំវិញឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរនៃការបាញ់ប្រហារលើនាវាពាណិជ្ជកម្ម2គ្រឿងដែលមានដោតទង់ជាតិឥណ្ឌាជាពិសេសបន្ទាប់ពីអ៊ីរ៉ង់ពីមុនបានអនុញ្ញាតឲ្យនាវាជាច្រើនគ្រឿងដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាឆ្លងកាត់សម្រាប់អ៊ីរ៉ង់ការបិទច្រកសមុទ្រនេះប្រហែលជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនដែលគម្រាមកំហែងដល់សេដ្ឋកិច្ចពិភពលោកនិងបង្កការឈឺចាប់ផ្នែកនយោបាយដល់លោកប្រធានាធិបតីដូណាល់ត្រាំសម្រាប់សហរដ្ឋអាមេរិកការបិទផ្លូវនេះជាការដាក់សម្ពាធនិងអាចធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ចុះខ្សោយកាន់តែខ្លាំងឡើងមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាម៉ូជាបាខាមេនីបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការជំទាស់នៅថ្ងៃសៅរ៍ដោយនិយាយថាកងទ័ពជើងទឹកត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កការបរាជ័យយ៉ាងជូរចត់លើសត្រូវរបស់ខ្លួនលោកបានគេឃើញជាសាធារណៈទេចាប់តាំងពីទៅបានដំឡើងឋានៈទៅកាន់តំណែងនេះបន្ទាប់ពីការស្លាប់របស់ឪពុករបស់លោកនៅក្នុងការបាញ់ផ្លោងលើកដំបូងរបស់អ៊ីស្រាអែលបាទប្រិមិត្តនេះគឺជាព័ត៌មានទីការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ជប៉ុនដែលនឹងកាត់ឡើងបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកពីទីក្រុងវ៉ាស៊ាវីរហូតដល់ទីក្រុងម៉ានីលនេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ខណៈដែលលោកប្រធានាធិបតី Donald Trump ងាកចេញពីការបដិញ្ញាចិត្តសន្តិសុខចំពោះសម្ព័ន្ធមិត្តហើយសង្គ្រាមនៅអ៊ីរ៉ង់និងអ៊ុយក្រែនបានធ្វើឲ្យការផ្គត់ផ្គង់អាវុធរបស់អាមេរិកកាន់តែមានការរឹតបន្តឹងគណៈបកកណ្ដាលអំណាចរបស់លោកស្រីនាយករដ្ឋមន្ត្រីសាណាអេតាកាអ៊ីជីបានអនុម័តការផ្លាស់ប្ដូរនៅសប្តាហ៍នេះខណៈដែលលោកស្រីព្យាយាមធ្វើឲ្យមូលដ្ឋានឧស្សាហកម្មយោធារបស់ប្រទេសសន្តិភាពនិយមមួយនេះមានភាពរស់រវើករដ្ឋាភិបាលរបស់លោកស្រីនឹងអនុម័តច្បាប់ថ្មីជាផ្លូវការនៅខែមេសានេះទោះបីជាភាគច្រើនប្រទេសជប៉ុននៅឯកោពីទីផ្សារអាវុធសកលចាប់តាំងពីសង្គ្រាមលោកលើកទី2មកក៏ដោយក៏ជប៉ុនបានចំណាយប្រាក់គ្រប់គ្រាន់លើយោធារបស់ខ្លួនដើម្បីទ្រទ្រង់ឧស្សាហកម្មការពារជាតិដ៏ធំមួយដែលមានសមត្ថភាពផលិតប្រព័ន្ធទំនើបដូចជា
នាវាមួយទឹកនិងយន្តហោះចម្បាំងក្នុងចំណោមអតិថិជនថ្មីដែលមានសក្តានុពលគឺមានយោធាប៉ូឡូញនិងកងទ័ពជើងទឹកហ្វីលីពីនដែលកំពុងធ្វើទំនើបកម្មក្នុងចំណោមបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ក្រុមហ៊ុនម៉ៅកាការពារជាតិរបស់ជប៉ុនឈ្មោះថា Toshiba និង Mitsubishi កំពុងជ្រើសរើសបុគ្គលិកបន្ថែមនិងបន្ថែមសមត្ថភាពដើម្បីទាញយកផលប្រយោជន៍ពីតម្រូវការនេះកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដំបូងដែលរដ្ឋាភិបាលរបស់លោកស្រី Takaichi ទំនងជានឹងអនុម័តគឺការនាំចេញនាវាចម្បាំងដែលប្រើរួចទៅកាន់ប្រទេសហ្វីលីពីនដែលកំពុងជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាតាមសមុទ្រជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងលោក Mariusz Boguszewski អនុប្រធានបេសកកម្មនៅស្ថានទូតប៉ូឡូញប្រចាំប្រទេសជប៉ុនបាននិយាយថាទីក្រុងវ៉ាសូវីនិងទីក្រុងតូក្យូអាចជួយបំពេញចន្លោះប្រហោងនៅក្នុងឃ្លាំងអាវុធរបស់គ្នាទៅវិញទៅមកដោយសហការគ្នាក្នុងវិស័យដូចជាប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកអ្នកការទូតអឺរ៉ុប3នាក់ផ្សេងទៀតបាននិយាយថាការបន្ធូរបន្ថយរបស់ជប៉ុនបានផ្ដល់ឱកាសដើម្បីកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងរបស់ពួកគេលើការផលិតអាវុធរបស់សហរដ្ឋអាមេរិកដែលកំពុងតានតឹងដោយសារតែចំនួនភាពមិនអាចទាយទុកជាមុនបានរបស់លោកត្រាំដូចជាការគម្រាមកំហែងរបស់លោកក្នុងការចាក់ចែងពីសម្ព័ន្ធភាពសន្តិសុខអូតង់ឬហៅកាត់ថា NATO និងឈ្លានពានតំបន់ Greenland ក៏បានបង្កើនការជំរុញឲ្យរកអ្នកផ្គត់ផ្គង់ថ្មីផងដែរការផ្លាស់ប្ដូរការនាំចេញរបស់ទីក្រុងតូក្យូពីមុនត្រូវបានលើកទឹកចិត្តដោយរដ្ឋបាលសហរដ្ឋអាមេរិកជាបន្តបន្ទាប់រួមទាំងរដ្ឋបាលលោកត្រាំផងដែរដែលចង់ឲ្យសម្ព័ន្ធមិត្តចូលរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិរួមគ្នាក្រុមហ៊ុនការពារជាតិជប៉ុនមួយចំនួនបាននិយាយថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីការផ្លាស់ប្ដូរទិសដៅលើកនេះក្រុមហ៊ុនសាងសង់ប្រព័ន្ធការពារដែនអាកាស Toshiba បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាខ្លួនមានគម្រោងជួលមនុស្សប្រហែល500នាក់ក្នុងរយៈពេល3ឆ្នាំខាងមុខហើយកំពុងសាងសង់កន្លែងសាកល្បងនិងផលិតថ្មីក្រុមហ៊ុនក៏បានបង្កើតនាយកដ្ឋានថ្មីមួយដើម្បីដោះស្រាយការនាំចេញការពារជាតិផងដែរសហរដ្ឋអាមេរិកបានគ្របដណ្ដប់លើខ្សែសង្វាក់ផ្គត់ផ្គង់យោធាសកលជាយូរមកហើយចន្លោះរវាងឆ្នាំ2021ដល់2025សម្ភារៈការពារជាតិរបស់ជប៉ុន 95% នាំចូលពីសហរដ្ឋអាមេរិកសម្ភារៈការពារជាតិរបស់អូស្ត្រាលីនិងអង់គ្លេស 85% ទិញពីសហរដ្ឋអាមេរិកនិងការទិញរបស់អារ៉ាប៊ីសាអូឌីតមានរហូតដល់ 77% នេះបើយោងតាមរបាយការណ៍កាលពីខែមីនាដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ប៉ុន្តែកម្ពុជាជាធរមានហើយក្រោយពីក្រុមហ៊ីស្បូឡាវាប្រហារទៅលើអ៊ីស្រាអែលនាំឲ្យមានការសងសឹកពីអ៊ីស្រាអែលបានបណ្ដាលឲ្យមនុស្សជាង 2000 នាក់ស្លាប់បាត់បង់ជីវិតហើយសម្លេងកំភ្លើងហើយនឹងគ្រាប់រ៉ុកែតបានលឺប្រហែលជាកន្លះម៉ោងឯណោះបាទបាញ់អបអសាទរប្រហែលជាកន្លះម៉ោងដើម្បីគេអបអសាទរបាត់ជប់បាញ់នេះលោកត្រាំបានមានប្រសាសន៍សម្ដៅទៅលើកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយអ៊ីរ៉ង់ថាលោកគិតថាគឺយើងនឹងមានឱកាសសម្រាប់បានកិច្ចព្រមព្រៀងហើយប្រសិនបើរឿងនោះកើតឡើងគឺតម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងខ្លាំងបាទហើយអតិផរណាក៏នឹងធ្លាក់ចុះផងដែរហើយសំខាន់ជាងនោះទៀតគឺនឹងមិនមានអាវុធនុយក្លេអ៊ែរសម្រាប់រំគាលមនុស្សនោះទេលោកប្រធានាធិបតីបានមានប្រសាសន៍ថាលោកមិនប្រកាសថាបទជុំបាញ់គ្នារយៈពេល2សប្តាហ៍ដែលបានព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់កាលពីសប្តាហ៍មុននឹងត្រូវពង្រីកឲ្យលើសពី2សប្តាហ៍ក្រោយនោះទេពីព្រោះអីលោកបានថែមថាទីក្រុងតេហ៍រ៉ង់គឺចង់បានកិច្ចព្រមព្រៀងមួយឲ្យបានឆាប់ណាលោកបានមានប្រសាសន៍ថាយើងមានទំនាក់ទំនងល្អណាស់ជាមួយអ៊ីរ៉ង់នៅពេលនេះទោះបីជាវាពិបាកជឿយ៉ាងណាក៏ដោយខ្ញុំគិតថាវាជាការរួមបញ្ចូលគ្នានៃការទម្លាក់គ្រាប់បែកប្រហែល4សប្តាហ៍នឹងការបិទផ្លូវដ៏ខ្លាំងក្លាមួយបាទសូមបើកមុខកញ្ចក់បន្តិចដូចដែលខ្ញុំបាននិយាយចឹងបើលោកប្រធានាធិបតីដូណាល់តាមលោកពេញចិត្តឯណាគឺថាសរសើរនឹងសរសើរដល់បើថាខឹងផ្អាប់ដល់មកគេជាមួយអ៊ីរ៉ង់ឈួរឥឡូវគាត់ថាអូគឺថាយើងមានទំនាក់ទំនងល្អណាស់ទៀតណាជាមួយនឹងអ៊ីរ៉ង់នៅពេលនេះបាទ
ពាក្យរបស់គាត់គឺល្អល្អអាក្រក់អាក្រក់បាទបាត់មកវិញនៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍មុនសហរដ្ឋអាមេរិកបានស្នើឲ្យផ្អាកសកម្មភាពនុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់រយៈពេល20ឆ្នាំដែលជាការសម្របសម្រួលជាក់ស្ដែងដែលទាមទារក្នុងការហាមឃាត់ជាអចិន្ត្រៃយ៍ទីក្រុងតេហឺរ៉ង់ក៏បានស្នើផ្អាករយៈពេលពី3ទៅ5ឆ្នាំនេះបើយោងតាមអ្នកដែលបានដឹងអំពីកិច្ចការចរចានេះឥឡូវនេះគឺមានព្រមគ្នាអញ្ចឹងបានន័យថាបើសិនជាដូចអ្វីដែលលោកប្រធានាធិបតីមានប្រសាសន៍មែនគឺអ៊ីរ៉ង់គាត់ថាមិនធ្វើកម្មវិធីនុយក្លេអ៊ែរនៅរយៈពេលជាង20ឆ្នាំបើបានអញ្ចឹងមែនគឺដំណើររឿងនេះនឹងត្រូវបញ្ចប់ព័ត៌មានទី2ព័ត៌មានទី2នេះគឺពីខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកម្ដងពីម្សិលមិញគឺព័ត៌មានពីខាងព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលខាងគណបកប្រជាធិបតេយ្យខិតខំដាក់បញ្ចូលនៅសេចក្តីស្នើនៅសេចក្តីសម្រេចមួយដើម្បីហាមឃាត់លោកប្រធានាធិបតីមិនឲ្យធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ឥឡូវនេះនៅថ្ងៃប្រហ័ននេះគឺខាងរដ្ឋសភាវិញម្ដងរដ្ឋសភាដែលគ្រប់គ្រងដោយគណៈបក្សសាធារណរដ្ឋនេះក៏ប៉ុន្តែខាងបកប្រជាធិបតេយ្យបានស្នើសេចក្តីសម្រេចហ្នឹងដើម្បីឲ្យមានការបោះឆ្នោតក៏ប៉ុន្តែដោយដែលលើកមុនដែរគឺបានត្រូវបានរដ្ឋសភាបដិសេធចោលទៀតហើយដោយសម្លេងខុសគ្នាតែមួយសម្លេងតែប៉ុណ្ណោះបាទគឺការបោះឆ្នោតហ្នឹងគឺមានសម្លេងគ្រប់គ្រង213បាទគ្រប់គ្រងឲ្យហាមឃាត់លោកប្រធានាធិបតីណាគ្រប់គ្រងសេចក្តីសម្រេចហ្នឹងគឺសេចក្តីសម្រេចដែលហាមឃាត់លោកប្រធានាធិបតីមិនឲ្យធ្វើសង្គ្រាមហើយនឹងសម្លេង214ប្រឆាំងបាទ213ទល់នឹង214បាទហើយបានន័យថាគឺការបោះឆ្នោតស្ទើរតែតាមបន្ទាត់នយោបាយរបស់គណៈបករៀងៗខ្លួនលើកលែងតែសមាជិកនៃគណៈបកសាធារណរដ្ឋម្នាក់គឺលោក Thomas ដែលជាសមាជិកនៃគណៈបកសាធារណរដ្ឋមកពីរដ្ឋ Kentucky បោះឆ្នោតគ្រប់គ្រងឲ្យហាមឃាត់អំណាចលោកប្រធានាធិបតីប៉ុន្តែបែរជាមានសមាជិករដ្ឋសភានៃគណៈបកប្រជាធិបតេយ្យម្នាក់វិញដែរគឺលោក Jared Golden ដែលមកពីរដ្ឋ Maine បោះឆ្នោតប្រឆាំងវិញបាទអញ្ចឹងគឺបានន័យថាមួយទៅមួយមកបើសិនជានៅខាងបកប្រជាធិបតេយ្យឯកភាពគ្នាទាំងអស់បូកជាមួយនឹងសាធារណរដ្ឋមួយទៀតគឺសម្លេងហ្នឹងអាចនឹងទប់បានហើយក្នុងខណៈពេលដែលសមាជិករដ្ឋសភាលោក Warren Davidson ដែលមកពីគណៈបក្សសាធារណរដ្ឋប្រចាំនៅរដ្ឋ Ohio ដែលពីលើកមុនបានបោះឆ្នោតប្រឆាំងនឹងសង្គ្រាមនោះគឺបោះឆ្នោតដាក់ថាវត្តមានដោយមិនសម្រេចថាគ្រប់គ្រងឬប្រឆាំងនោះទេដោយឡែកសមាជិកគណៈបក្សសាធារណរដ្ឋ3រូបទៀតគឺមិនបោះឆ្នោតអញ្ចឹងដូច្នេះនិន្នាការនៃការប្រឆាំងនឹងសង្គ្រាមនៅខាងពីខាងគណៈបក្សសាធារណរដ្ឋកំពុងកើនឡើងដែរក៏ប៉ុន្តែគ្រាន់តែគេមិនទាន់ហ៊ានបញ្ចេញកលាខ្លាំងបាទវិធានការនេះស្នើឡើងដោយលោក Gregory Meeks សមាជិករដ្ឋសភាដែលមកពីរដ្ឋ New York បាទដើម្បីធ្វើយ៉ាងណាឲ្យដកកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ង់បាទលើកលែងតែមានការសម្រេចណាមួយដែលអនុញ្ញាតដោយសភាតែប៉ុណ្ណោះបាទអញ្ចឹងឥឡូវខ្ញុំបន្តចំណុចដែលខ្ញុំនិយាយមិញគឺខាងគណៈបក្សសាធារណរដ្ឋក៏គាត់ចង់ប្រឆាំងដែរក៏ប៉ុន្តែគាត់ត្រូវថ្លឹងថ្លែងនេះយ៉ាងម៉េចថ្លឹងថ្លែងនេះគឺបានន័យថាបើសិនឥឡូវនេះគាត់ដោយសារតែសង្គ្រាមហ្នឹងគាត់កំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមជាមួយនឹងអ្នកបោះឆ្នោតអញ្ចឹងបោះឆ្នោតពាក់កណ្ដាលអាណត្តិហ្នឹងនៅមណ្ឌលមួយចំនួនអាចនឹងគណៈបកប្រជាធិបតេយ្យយកវិញអញ្ចឹងបើសិនជាគាត់ប្រឆាំងបាទគាត់ប្រឆាំងគឺអ្នកបោះឆ្នោតនៅមណ្ឌលរបស់គាត់ដែលជាអ្នកគ្រប់គ្រងលោកប្រធានាធិបតីអាចនឹងខឹងសម្បានឹងគាត់គឺមិនបោះឆ្នោតដល់គាត់បាទអញ្ចឹងដូច្នេះគណៈបកប្រជាធិបតេយ្យនឹងយកអាសនៈគាត់បានអូតូម៉ាទិកដោយដឹងកន្លែងជាមុនអញ្ចឹងគាត់ទៅថ្លឹងថ្លែងមែនតើបាទតាំងតែមែនតើរវាងប្រឆាំងនិងបាត់លះបើមិនប្រឆាំងអាចនៅហេសយអាចមានការកែប្រែមិនពេលទៅឃោសនាអាចនឹងយកមកបានមិនបានអញ្ចឹងដូច្នេះសមាជិករដ្ឋសភាគណៈបក្សសាធារណរដ្ឋមួយគឺឥឡូវនេះកំពុងតែមានការប្រយ័ត្នប្រយែងនៅក្នុងការបោះឆ្នោតប្រឆាំងឬក៏គ្រប់គ្រងអ្វីមួយព័ត៌មានទី3វិញគឺជាការស្នើឡើងរបស់ខាង
រដ្ឋសមាជិកព្រឹទ្ធសភានៃខាងគណៈបកប្រជាធិបតេយ្យដែលនៅរដ្ឋនៅរដ្ឋ California គឺអ្នកស្រី Lena Gonzalez បានស្នើនៅសេចក្តីសម្រេច SR 91ដើម្បីទទួលស្គាល់សប្តាហ៍នៃទិវាចងចាំអំពើប្រល័យពូជសាសន៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាបាទអ្នកស្រីបានថ្លែងជាភាសាអង់គ្លេសហើយខ្ញុំបានបកប្រែត្រួសជូនប្រិមិត្តហើយខ្ញុំបានថតទុកមុនអញ្ចឹងខ្ញុំសូមចាក់អ្វីដែលខ្លឹមសារទាំងស្រុងដែលអ្នកស្រីបានមានប្រសាសន៍នៅមុននេះបន្តិចបាទនៅថ្ងៃប្រហ័សនេះបាទThank you, Mr. President. And colleagues, I rise today to present Senate Resolution ខ្ញុំឡើងមុខនេះដើម្បីដាក់ជូនសេចក្តីសម្រេចរបស់ព្រឹទ្ធសភាលេខ SR 91ដែលនឹងទទួលស្គាល់សប្តាហ៍ចាប់ពីថ្ងៃទី17ដល់23ខែមេសាជាសប្តាហ៍រំលឹកដល់ការប្រល័យពូជសាសន៍កម្ពុជាខ្ញុំប្រកាសថាមិត្តរួមការងារទាំងអស់បានឃើញខ្ញុំក្រោកឈរឡើងជារៀងរាល់ឆ្នាំសម្រាប់ថ្ងៃដ៏សំខាន់នេះនៅទីក្រុង Long Beach និងជាការពិតណាស់នៅទូទាំងសហរដ្ឋអាមេរិកនិងរដ្ឋ California សម្រាប់បងប្អូនប្រុសស្រីកម្ពុជារបស់យើងចន្លោះថ្ងៃទី17ខែមេសាឆ្នាំ1975ដល់ថ្ងៃទី7ខែមករាឆ្នាំ1979ខ្មែរក្រហមក្រោមការដឹកនាំរបស់ប៉ុល ពតបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនកម្ពុជាក្នុងអំឡុងពេលនេះប្រជាជនកម្ពុជាជាង 1.7 លាននាក់ដែលស្ទើរតែ 1/4 នៃចំនួនប្រជាពលរដ្ឋសរុបរបស់ប្រទេសនៅពេលនោះត្រូវបានសម្លាប់របបខ្មែរក្រហមបានព្យាយាមលុបបំបាត់មិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងវប្បធម៌របស់ពួកគេរបៀបរស់នៅរបស់ពួកគេផងដែរអ្នកទាំងនោះគឺជាអ្នកដែលមានការអប់រំពួកគេបានបំបីគ្រួសារនិងបំផ្លាញស្ថាប័នដូចជាវត្តអារាមព្រះពុទ្ធសាសនាសាលារៀននិងបណ្ណាល័យហើយសប្តាហ៍នេះយើងដឹងថារដ្ឋ California និងទីក្រុង Long Beach គឺមានប្រជាជនខ្មែរអាមេរិកដ៏ច្រើនបំផុតមួយហើយរហូតមកដល់សប្តាហ៍នេះពួកគេនៅតែរំលឹកដល់សោកនាដកម្មយ៉ាងជ្រាលជ្រៅសម្រាប់ពួកគេជាច្រើនអ្នក SR 91រំលឹកដល់ជីវិតដែលបានបាត់បង់គ្រួសារដែលត្រូវបានបែកបាក់និងស្ថាប័នវប្បធម៌ដែលត្រូវបានបំផ្លាញជាង50ឆ្នាំមុនក្នុងអំឡុងពេលប្រល័យពូជសាសន៍កម្ពុជាហើយសប្តាហ៍នេះជាសប្តាហ៍នៃការចងចាំសម្រាប់សហគមន៍កម្ពុជាខ្ញុំសូមស្នើដោយគោរពឲ្យមានការបោះឆ្នោតគ្រប់គ្រងលើសេចក្តីសម្រេច SR 91បាទគឺជារឿងមួយល្អដែរសម្រាប់សហគមន៍ខ្មែរអាមេរិកដែលនៅរដ្ឋ California ដែលខិតខំប្រឹងប្រែងធ្វើការតាសកម្មភាពតស៊ូមតិរហូតដល់មានការទទួលស្គាល់ពីខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកចំពោះសប្តាហ៍នៃការចងចាំរំលឹកទៅដល់រឿងអតីតកាលដែលឈឺចាប់អញ្ចឹងរឿងដែលកើតឡើងគឺយើងកុំភ្លេចទៅតែរំលឹកចងចាំជានិច្ចនិយាយដោយត្រង់ខ្ញុំនៅក្នុងរបបខ្មែរក្រហមហ្នឹងគឺដោយផ្ទាល់គឺបងប្រុសបង្កើតម្នាក់ហើយនៅឪពុករបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតផងដែរអញ្ចឹងដូច្នេះបាទយើងមិនទៅយើងមិនទៅបំភ្លេចបាទយើងមិនទៅបំភ្លេចរឿងដែលបានកើតឡើងនោះទេបាទអញ្ចឹងនេះគឺជារឿងទី3ដែលខ្ញុំបានចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយជាឱកាសនេះជាជម្រាបផងដែរនៅថ្ងៃស្អែកខ្ញុំមិនបានផ្សាយទេប្រហែលជាមិនបានផ្សាយជូនប្រិយមិត្តទេដោយសារជាប់រវល់មានកម្មវិធីទៅបើសិនជាអាចជ្រាបបានខ្ញុំថតទុកមុនយ៉ាងម៉េចចាំខ្ញុំផ្សាយជូនតាមពេលហ្នឹងបើថាមិនបានទេក៏សូមអធិស្ឋានណាបាទហើយព័ត៌មានទី4នេះបាទគឺជារឿងមួយដែលកើតឡើងជិតមួយសប្តាហ៍ទៅហើយមានការឆ្លៃឆ្លងគ្នារវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងសម្ដេចប៉ាបជាមួយនឹងដោយថាសង្ឃកាតូលិកយើងច្រើនហើយនឹងមានលោកអនុប្រធានាធិបតីនឹងបានចេញមកគឺថារិះគន់គ្នាទៅវិញទៅមកគឺរឿងសំខាន់តកតងជាមួយនឹងនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលសម្ដេចប៉ាបបានរិះគន់គោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump ជាពិសេសពាក់ព័ន្ធជាមួយនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់បាទហើយเขาមានខាងសហគមន៍សាសនានៅអាមេរិកនេះក៏កាន់ជើងលោកប្រធានាធិបតីផងដែរខាងកាតូលិកដែលគេបាននិកាយមួយចំនួនបានតបតមកវិញបាទឥឡូវនៅថ្ងៃនេះបាទសម្ដេចប៉ាបដែលមានដើមកំណើតជាអាមេរិកាំងបានឆ្លៀតឱកាសដែលព្រះអង្គកំពុងតែបំពេញព្រះរាជទស្សនកិច្ចនៅក្នុងប្រទេសអាហ្វ្រិកគឺប្រទេសកាមេរូនដែលជាឱកាសនោះព្រះអង្គក៏បានថ្លែងសារ
តកតូននឹងសារទូទៅក៏ប៉ុន្តែមានន័យសម្ដៅទៅដល់លោកប្រធានាធិបតី Donald Trump ផងដែរដោយសម្ដេចប៉ាប Leo ទី14បានមានព្រះបន្ទូលថាពិភពលោកឥឡូវនេះកំពុងតែត្រូវបានបំផ្លាញដោយពួកជនផ្ដាច់ការមួយក្តាប់តូចដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារធ្វើសង្គ្រាមបាទនេះគឺជាការមួយដែលគេមើលឃើញថាជាការកើតឡើងកម្ដៅបន្ថែមទៀតនៅក្នុងចំនួនជិតមួយសប្តាហ៍របស់ព្រះអង្គជាមួយនឹងសេតាវិមានពាក់ព័ន្ធជាមួយសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់សម្ដេចប៉ាបដែលកើតនៅសហរដ្ឋអាមេរិកមិនបានលើកឡើងពីឈ្មោះរបស់លោក Donald Trump ទេប៉ុន្តែបានប្រើប្រាស់សន្ទរកថារបស់ព្រះអង្គនៅប្រទេសកាមេរូនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីថ្កោលទោសមេដឹកនាំពិភពលោកដែលយកសាសនាទៅប្រើប្រាស់បិទបាំងដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងប្រទេសដទៃហើយព្រះរាជបន្ទូលរបស់ព្រះអង្គបានកើតមានឡើងនៅពេលដែលមានការគ្រប់គ្រងពីក្រុមខាងវិហារកាតូលិកហើយក៏ត្រូវបានរងការរិះគន់ពីលោកប្រធានាធិបតី Donald Trump ទៅដល់សម្ដេចប៉ាបក៏ដូចជាក្រុមព្រះវិហារផងដែរដែលក្នុងរយៈពេលប្រហែលថ្ងៃនេះគឺបានរិះគន់ថាព្រះអង្គគួរតែផ្ដោតទៅលើបញ្ហាសាសនាទៅដូច្នេះនៅក្នុងពេលដែលជួបជុំនៅព្រះវិហារ San Joseph ក្នុងទីក្រុងបាម៉ាន់ដាភាគខាងលិចគឺព្រះអង្គបានមានព្រះរាជបន្ទូលថាទុកវេទនាបាទឬក៏អ្នកដែលយកមកសាសនាមកប្រើបង្កការវេទនាទាំងអស់នេះបាទដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចនិងយោធារបស់ខ្លួននិងនយោបាយរបស់ពួកគេហ្នឹងបាទគឺទាញពិភពលោកកុំទាញយកសាសនាទៅលោកលំជាមួយក្នុងភាពងងឹតនិងភាពកខ្វក់របស់ខ្លួននោះណាពួកគេមើលឃើញពីការពិតដែលថាប្រាក់រាប់ពាន់លានដុល្លារត្រូវបានចំណាយទៅលើការសម្លាប់និងការបំផ្លិចបំផ្លាញប៉ុន្តែធនធានដែលត្រូវការសម្រាប់ការព្យាបាលពិភពលោកទៅការសម្រាប់ការអប់រំនិងការស្ដារឡើងវិញគឺមិនមានទេបែរជាមានលុយសម្រាប់ធ្វើសង្គ្រាមពិភពលោកកំពុងត្រូវបានបំផ្លាញដោយជនផ្ដាច់ការមួយក្តាប់តូចប៉ុន្តែវាត្រូវបានគ្រប់គ្រងបាទដោយពលរដ្ឋមួយចំនួនផងដែរគឺនៅពេលនេះសម្ដេចប៉ាបកំពុងតែបំពេញព្រះរាជទស្សនកិច្ចរយៈពេល11ថ្ងៃនៅតំបន់អាហ្វ្រិកបាទដែលព្រះអង្គបានឆ្លៃបែបនេះបាទអញ្ចឹងនេះគឺជារឿងមួយដែលបន្ថែមកម្ដៅថែមទៀតហើយដែលប្រិមិត្តបានឃើញក្នុងរយៈពេលប្រហែលថ្ងៃមកនេះគឺបាទរូបភាពដំបូងគឺលោកប្រធានាធិបតីបានបង្ហាញរូបលោកស្តៀងទៅនឹងព្រះយេស៊ូវគ្រីស្ទដែលមកព្យាបាលរបួសបាទក្រោយមកលោកបកស្រាយថាអូមិនមែនទេគឺលោកបានលុបចោលរូបនឹងវិញលោកថាគឺជារូបជាគ្រូពេទ្យទេប៉ុន្តែគ្រូពេទ្យដាក់រូប AI របៀបដូចជាព្រះយេស៊ូវស្រាប់តែម្សិលមិញនេះបាទរូបទី1លោកលុបចោលហើយតែម្សិលមិញមានលេចរូបមួយទៀតមកគឺប្រៀបធៀបរូបលោកប្រធានាធិបតីទៅនឹងថាព្រះយេស៊ូវគ្រីស្ទមកគ្រប់គ្រងលោកប្រធានាធិបតីបាទដូច្នេះនេះគឺជាការវិវត្តមួយដែលតាមធម្មតានៅក្នុងពេលអតីតកាលកន្លងមកគឺព្រះវិហារកាតូលិករបស់សម្ដេចប៉ាបគឺកម្រមានប្រធានាធិបតីណាដែលបាទហ៊ានប៉ះពាល់ណាបើទោះបីជាសម្ដេចប៉ាបតាមធម្មតាក្នុងពេលអតីតកាលគឺតែងតែ